ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះពួកយើងនឹងធ្វើដំណើរទៅលេងខេត្តកែបនិងខេត្តកំពតរយៈពេល2ថ្ងៃ1យប់ពួកខ្ញុំបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅប្រហែលម៉ោង7ហើយពេលទៅដល់សងខាងផ្លូវនោះឃើញទេសភាពស្អាតខ្លាំងមែនទែនហើយក៏ថតទុកជាអនុស្សាវរីយ៍នេះគឺជាទស្សនវិជ្ជាដែលនៅសងខាងផ្លូវពេលយើងទៅដល់ខេត្តកែបមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងបើសិនជាយើង stress ឬក៏អបសោកអីយើងអាចមើលទស្សនវិជ្ជាដែលខ្ញុំថតនោះគឺរសាយអស់កង្វល់ផ្សេងរយៈពេលពីភ្នំពេញទៅដល់ខេត្តកែបហ្នឹងប្រហែលជា3ម៉ោងដែរបងប្អូនព្រោះអីពួកយើងបើក្នុងល្បឿនសមរម្យនៅមានសុវត្ថិភាពតាមផ្លូវក្រោយធ្វើដំណើរអស់រយៈពេល3ម៉ោងឥឡូវនេះយើងបានមកដល់ហើយបងប្អូនគឺមកដល់ខេត្តកែបយើងហ្នឹងកន្លែងនេះគឺខ្ញុំកាន់ទូរស័ព្ទដៃម្ខាងផងហើយកាន់កូនដៃម្ខាងផងអញ្ចឹងហើយថតទៅរៀងអត់សូវបានស្អាតទេបងប្អូនប៉ុន្តែទេសភាពគឺស្អាតខ្លាំងមែនទែនចាពេលមកដល់ហ្នឹងដល់ម៉ោងបាយថ្ងៃល្មមហើយពួកខ្ញុំក៏នាំគ្នាជិះតាមឆ្នេរហ្នឹងបន្តិចហើយឡើងទៅផ្សារក្តាមដើម្បីរើទិញបាយទិញអីមកហូបអញ្ចឹងណាពេលចូលក្នុងផ្សារហ្នឹងអត់បានថតទេបងប្អូនព្រោះមេឃវាក្តៅហើយណាមួយមនុស្សច្រើនអញ្ចឹងទៅក៏អត់បានថតហើយពេលចេញពីផ្សារមកវិញក៏នាំគ្នាជិះតាមឆ្នេរហ្នឹងដើម្បីរើកញ្ចុះចាពេលទៅដល់មុខហ្នឹងបន្តិចហ្នឹងឃើញបងប្អូនភ្ញៀវទេសចរមកលេងច្រើនមែនតើហើយយើងក៏រើកញ្ចុះបានហូបបាយជុំគ្នាហើយក៏នាំគ្នាមកអង្គុយលេងនៅឆ្នេរហ្នឹងបន្តិចដើម្បីស្ដាប់សំឡេងទឹករលកហើយនឹងខ្យល់អាកាសបរិសុទ្ធនៅកន្លែងហ្នឹងគឺខ្យល់ត្រជាក់ខ្លាំងមែនតើធ្វើអារម្មណ៍របស់យើងហ្នឹងគឺស្រស់ស្រាយខ្លាំងបន្ទាប់ពីមើលទេសភាពធម្មជាតិហើយឥឡូវនេះយើងនាំគ្នាមកមើលបងប្រុសបងស្រីខ្ញុំគាត់ស្វីតចាបន្ទាប់ពីអង្គុយលេងហើយព
ពួកខ្ញុំក៏បានថតរូបប្រមាណស្លឹកពួកឡើយនេះមើលទៅភ្នំផងឃើញទឹកសមុទ្រផងគឺស្អាតខ្លាំងកន្លែងនេះដល់វគ្គអាអូនវីកោវាចង់ទៅលេងទឹកសមុទ្រជាមួយអ៊ំជាមួយប៉ាអញ្ចឹងហើយយាយគាត់ចាប់អត់ជាប់វាចង់ទៅលេងទឹកសមុទ្រដែរប៉ុន្តែមេឃវាក្តៅពេកដល់ពេលអញ្ចឹងចុះលេងទៅបងៗហើយនឹងប្តីខ្ញុំចំណែកពួកខ្ញុំនៅខាងលើតមកទៀតពួកយើងក៏ឡើងទៅលេងនៅខ្សែរ៉ូតកាហ្វេនៅខាងលើភ្នំហ្នឹងហើយថតរូបបានប្រហែលស្លឹកដែរទៅខាងលើហ្នឹងមានអារម្មណ៍ថាត្រជាក់ស្រួលស្រស់ស្រាយហើយទេសភាពគឺកាន់តែស្អាតទៀតពេលដែលយើងមើលពីលើភ្នំមកកាន់ទឹកសមុទ្រខាងក្រោមហ្នឹងណាបន្ទាប់ពីដើរអស់ពីប៊ីជុំបងខ្ញុំក៏កំងភេសជ្ជៈម្នាក់មួយកែវមកដើម្បីបន្តកម្លាំងទៅមុខទៀតបន្ទាប់មកពួកយើងក៏ចុះមកវិញបងប្អូនហើយទៅថតរូបជុំគ្នានៅកន្លែងក្តាមថ្មហ្នឹងហើយទឹករលកគឺខ្លាំងមែនទែនសឹងតែបាក់បោកមកលើច្រាំងហ្នឹងឡើងសាច់ពេញហ្នឹងបន្ទាប់មកពួកយើងក៏ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពតវិញម្ដងបងប្អូនចង់ដឹងដំណើរកម្សាន្តទៅកាន់ខេត្តកំពតរបស់យើងខ្ញុំមានអ្វីខ្លះសូមរងចាំទស្សនាទាំងអស់គ្នា